ជំរាបសួរពុកម៉ែតាយាយបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូមួយនេះនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកទស្សនាកន្លែងមួយដែលជាចេតិយប្រាសាទនៅក្នុងខេត្តស្វាយរៀងរបស់យើងដែលចេតិយមួយនេះដែរមានឈ្មោះថាចេតិយប្រាសាទវត្តទូលឬអ្នកស្រុកនៅទីនេះហៅថាប្រាសាទវត្តទូលនឹងឯងចេតិយឬប្រាសាទមួយនេះមានទីតាំងស្ថិតនៅក្នុងភូមិព្រះទន្លេសង្កាត់សង្ខក្រុងស្វាយរៀងខេត្តស្វាយរៀងចំពោះទីតាំងចេតិយមួយនេះផងដែរគឺស្ថិតនៅមិនឆ្ងាយពីទីរួមខេត្តស្វាយរៀងប៉ុន្មានទេបងប្អូនប្រសិនបើយើងចង់មកទស្សនានៅកន្លែងនេះគឺត្រូវជិះចេញពីរង្វង់មូលអ្នកពាន់ខេត្តស្វាយរៀងនឹងមកប្រហែលជា10នាទីទៀតយើងនឹងមកដល់ទីនេះហើយពេលដែលខ្ញុំមកហ្នឹងគឺខ្ញុំជិះតាមផ្លូវ highway តាមមួយផ្លែទេបងប្អូនអរគ្នាយើងនឹងឃើញខ្លងទ្វារវត្តព្រះទន្លេយើងចូលតាមខ្លងទ្វារវត្តព្រះទន្លេនឹងមកសបកគឺយើងដល់វត្តព្រះទន្លេបន្ទាប់មកយើងហូសវត្តព្រះទន្លេតែបន្តិចទៀតយើងនឹងទៅដល់ទីទួលនេះហើយបើយើងងាកមកមើលពីទីតាំងរបស់ចេតិយឬប្រាសាទមួយនេះវាគឺជាទីទួលមួយដែលស្ថិតនៅកណ្ដាលវាលហោលហែវគឺពុំសូវមានអ្នកមកទស្សនាឬក៏មកលេងច្រើនប្រហែលទេបងប្អូនអរគ្នាស្ងាត់ខ្លាំងមែនតើក៏ប៉ុន្តែនៅថ្ងៃដែលខ្ញុំទៅលេងហ្នឹងគឺមិនសូវស្ងាត់ប្រហែលទេដោយសារមានបងប្អូនប្រជាពលរដ្ឋតែគាត់មានស្រែនៅជិតហ្នឹងគាត់មកមើលស្រែមកបោចស្មៅឬក៏គាត់យកជីមកដាក់ក្នុងស្រែរបស់គាត់ចឹងទៅចឹងក៏មិនសូវស្ងាត់ប្រហែលដែរតែប្រសិនបើយើងមកចំថ្ងៃដែលពួកគាត់អត់មកមើលស្រូវចឹងទៅគឺស្ងាត់ខ្លាំងមែនតើហើយណាមួយកន្លែងនេះគឺជាទីទួលមួយដែលដុះទៅដោយដើមឈើនៅព័ទ្ធសងខាងហើយប្រាសាទឬក៏ចេតិយនេះគឺស្ថិតនៅចំកណ្ដាលដើមឈើទាំងអស់ហ្នឹងចឹងប្រសិនបើយើងមកចំថ្ងៃណាដែលពុំមានមនុស្សមកទស្សនាហើយមានតែយើងម្នាក់ឯងទៀតនោះគឺរៀងព្រឺសម្បល់ដែរបើយើងងាកមកមើលចេតិយមួយនេះគឺមាន4ថ្នាក់ដោយមិនគិតពីជាន់ផ្ទាល់ដីទេហើយនេះគឺជាជាន់ទី1ដែលមានកម្ពស់ពីផ្ទៃដីប្រហែលជា1ម៉ែត្រនៅខាងលើជាន់ផ្ទាល់ដីគឺជាជាន់ទី2ដែលមានក្រាលការ៉ូហើយចំពោះជាន់លើបន្ទាប់គឺជាជាន់ទី3ដែលមានលក្ខណៈទូចជាងជាន់ទី2បន្តិចចំពោះនៅជាន់ទី3នេះក៏មានក្រាលឥដ្ឋការ៉ូដូចគ្នាផងដែរបងប្អូនអរគ្នាហើយចំពោះជាន់លើគេបងអស់ដែលជាជាន់នៅជាប់ទូប្រាសាទតែម្ដងនោះគឺជាជាន់ទី4ដែលជាន់មួយនេះក៏ក្រាលឥដ្ឋការ៉ូដូចគ្នាផងដែរហើយនៅលើជាន់ទី4គឺជាប៉មឬក៏ទូប្រាសាទចេតិយនឹងឯងចំពោះចេតិយមួយនេះគឺមានលក្ខណៈមិនខុសពីប្រាសាទប្រមាណទេដោយសារប្រាសាទមួយនេះគឺមានទំហំធំហើយមានក្បាច់រចនានិងការតុបតែងស្រដៀងទៅនឹងប្រាសាទផ្សេងៗនៅក្នុងទឹកដីអង្គរបងប្អូនមើលទៅក្បាច់ចម្លាក់ហ្នឹងទៅគឺសុទ្ធតែក្បាច់ផ្កាភ្ញីនេះគឺជាក្បាច់ផ្កាភ្ញីដែលនៅជាន់ទី2ហើយចំពោះចេតិយឬប្រាសាទមួយនេះតាំងពីជាន់ទី1រហូតដល់ជាន់ទី4និងប៉មរបស់ទូប្រាសាទមួយនេះគឺសុទ្ធសឹងតែលម្អដោយក្បាច់ផ្កាភ្ញីនេះទាំងអស់ហើយសូម្បីតែបង្កាន់ដៃដែលនៅរបងខាងៗហ្នឹងក៏សុទ្ធតែលម្អទៅដោយក្បាច់ផ្សេងៗដែលមានលក្ខណៈប្លែកហើយគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនហើយយើងមើលទៅរបងដែលព័ទ្ធជុំវិញបរិវេណប្រាសាទនេះគឺមានលក្ខណៈដូចជាសត្វនាគដែលកំពុងតែព័ទ្ធការពារប្រាសាទមួយនេះហើយចំពោះរបងនៅកន្លែងនេះគឺយើងអត់ដឹងថាមានបញ្ហាអីឬក៏ជាងមិនទាន់ធ្វើបង្ហើយឬក៏យ៉ាងម៉េចទេព្រោះយើងមើលទៅគឺពុំទាន់មានលក្ខណៈពេញលេញនៅឡើយទេហើយចំពោះកន្លែងហ្នឹងគឺជាទីតាំងដែលយើងត្រូវឡើងមកលើប្រាសាទហ្នឹងឯងបើតាមខ្ញុំគិតមើលទៅគឺស្តៀងរបងដែលនៅតាមវិហារឬក៏តាមវត្តដែរបងប្អូនអរគ្នាហើយនេះចំពោះរបងដែលនៅផ្លូវចូលនឹងខ្ញុំគិតថាកន្លែងនេះគឺជាក្បាលសត្វនាគក៏ប៉ុន្តែវាត្រូវខូចខាតឬក៏គេមិនទាន់សាងសង់បញ្ចប់ចឹងទើបយើងឃើញតែប៉ុណ្្នឹងឯងហើយនេះខ្ញុំនាំបងប្អូនអរគ្នាមកមើលលក្ខណៈទូទៅនៅខាងក្រោមប្រាសាទគឺគេចាក់ធ្នឹមចាក់អីរៀបទៅសដូចយើងធ្វើផ្ទះថ្មចឹងបងប្អូនអរគ្នាហើយនៅខាងក្រោមចេតិយនេះគឺអត់មានអីទេស្លាធេងដូចតែយើងបានឃើញចឹងហើយចំពោះកន្លែងដែលយើងឡើងទៅជាន់ទី1ហ្នឹងគឺមិនមែនជាកន្លែងដែលយើងអាចឡើងទៅលើទូប្រាសាទបាននោះទេគឺនៅខាងក្រោយនោះវិញទើបយើងអាចឡើងទៅលើទូប្រាសាទហើយនោះដូចដែលពុកម៉ែបងប្អូនអរគ្នាកំពុងឃើញនៅលើនោះគឺជាទ្វារបញ្ឆោតហើយទ្វារទាំងអស់នោះគឺមាន4ទិសហើយខ្ញុំកំពុងថតហ្នឹងគឺនៅទិសខាងក្រោយប្រាសាទហើយចំពោះទិសខាងក្រោយហ្នឹងគឺមានទ្វារបញ្ឆោតមួយនៅខាងឆ្វេងដៃមានទ្វារបញ្ឆោតមួយទៀតហើយនៅខាងស្ដាំដៃហ្នឹងក៏មានទ្វារបញ្ឆោតមួយទៀតផងដែរហើយនេះគឺជាទិសខាងមុខប្រាសាទដែលទិសខាងមុខប្រាសាទនេះគឺយើងអាចឡើងទៅលើទូប្រាសាទបានអូខេអញ្ចឹងចាំខ្ញុំនាំពុកម៉ែបងប្អូនអរគ្នាឡើងទៅមើលនៅលើទូប្រាសាទថាតើនៅលើទូប្រាសាទនេះគឺមានអ្វីខ្លះដោយសារខ្ញុំធ្លាប់ឃើញគេឡើងទៅលើទូប្រាសាទនឹងបានអញ្ចឹងខ្ញុំនឹងឡើងទៅបង្ហាញពុកម៉ែបងប្អូនអរគ្នាឲ្យបានឃើញនៅលើទូប្រាសាទនេះដោយដែលពុកម៉ែបងប្អូនកំពុងឃើញអញ្ចឹងគឺនៅឡើយហ្នឹងគេសុទ្ធតែក្រាលឥដ្ឋការ៉ូដែលឥដ្ឋការ៉ូទាំងអស់ហ្នឹងទំនងជាគេទើបតែក្រាលក្រោយនេះទេបងប្អូនហើយចំពោះអ្វីដែលខ្ញុំធ្លាប់បានដឹងពីមុនមកចំពោះប្រាសាទមួយនេះគឺត្រូវបានកសាងឡើងនៅក្នុងឆ្នាំ1968មកទល់បច្ចុប្បន្ននេះគឺមានអាយុកាលប្រហែលជា58ឆ្នាំហើយឯកសារដែលតាក់ទងទៅនឹងចេតិយឬប្រាសាទមួយនេះគឺពុំសូវសម្បូរបែបដូច
ទៅនឹងប្រាសាទនៅក្នុងតំបន់អង្គរនោះទេប៉ុន្តែអ្វីដែលខ្ញុំធ្លាប់បានស្រាវជ្រាវនោះគឺគេបានបញ្ជាក់ថាវាគឺជាចេតិយមួយដែលត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ 1968 ដោយលោកកុងសាវុតដែលមានឋានៈជាឧត្តមសេនីយ៍ត្រីនៅក្នុងសម័យលន់នល់ដោយលោកបានរកជាងដែលធ្លាប់ធ្វើវិមានឯករាជ្យនៅភ្នំពេញឲ្យធ្វើចេតិយមួយនេះឡើងហើយនៅក្នុងឯកសារក៏គេបានបញ្ជាក់ទីដែរថាចំពោះចេតិយមួយនេះគឺមិនទាន់បានសាងសង់រួចរាល់ 100% នោះទេនៅក្នុងឆ្នាំ 1970 ប្រទេសកម្ពុជារបស់យើងគឺធ្លាក់ទៅក្នុងសង្គ្រាមហើយចេតិយមួយនេះក៏ត្រូវបានផ្អាកធ្វើរហូតមកដល់បច្ចុប្បន្ននេះក៏ប៉ុន្តែក្រោយមកនៅពេលដែលប្រទេសរបស់យើងមានសុខសន្តិភាពឡើងវិញគេក៏បានជួសជុលនិងរៀបចំទីធ្លានៅកន្លែងនោះបន្ថែមដោយដែលយើងមើលឃើញនៅពេលបច្ចុប្បន្ននេះឯងបាននិយាយត្រង់ទៅបច្ចុប្បន្ននេះគឺពុំសូវមានអ្នកមកទស្សនាប្រាសាទមួយនេះទេដោយសារពុំមានអ្នកសូវស្គាល់ទីតាំងរបស់ប្រាសាទមួយនេះឡើយបើយើងងាកមកមើលនៅក្នុងទូប្រាសាទវិញគឺមានតែគ្រឿងសក្ការៈតែប៉ុណ្្នឹងឯងដើម្បីឲ្យអ្នកដែលមកទស្សនាថ្វាយបង្គំសូមសេចក្តីសុខសេចក្តីចម្រើនបងប្អូនអរគ្នាខ្ញុំធ្លាប់ឮរឿងមួយតាក់ទងទៅនឹងប្រាសាទមួយហ្នឹងហើយខ្ញុំមិនដឹងថាជារឿងពិតឬក៏មិនពិតទេដោយធ្លាប់មានគេនិយាយថាកាលពីដើមឡើយអ្នកស្រុកនៅក្បែរនោះនៅពេលដែលគេមានបុណ្យទានឬមានពិធីរៀបការអីនៅពេលល្ងាចឡើងគេតែងយករទេះមួយទៅដាក់នៅមុខប្រាសាទឬក៏ចេតិយហ្នឹងហើយគេធ្វើការសុំខ្ចីចានឬឆ្នាំងនៅពេលព្រឹកឡើងគេមកមើលនៅក្នុងរទេះនោះគឺពោពេញទៅដោយចានហើយនឹងឆ្នាំងដូច្នេះហើយទើបអ្នកស្រុកនៅទីនេះនាំគ្នាជឿថាចេតិយឬក៏ប្រាសាទមួយនេះមានវត្ថុស័ក្តិសិទ្ធិតាមថែរក្សាហើយខ្ញុំធ្លាប់ឮគេនិយាយតៗគ្នាទីដែរថាអ្នកខ្លះក៏គេខ្ចីហើយគេយកមកសងវិញហើយអ្នកខ្លះខ្ចីហើយក៏អត់យកមកសងដែរទៅក្រោយមកទៀតក៏សាបលាបទៅខ្ចីឡើងបានបន្តទៅហើយនេះគ្រាន់តែជារឿងដែលយើងដឹងតគ្នាហើយមិនដឹងថាវាជារឿងពិតឬក៏មិនពិតទេដោយសារมันមានឯកសារណាមួយបានចងក្រងអំពីរឿងនេះឡើយអញ្ចឹងបើបងប្អូនជឿឬមិនជឿសូមគិតដោយការពិចារណានិងការយល់ឃើញរបស់បងប្អូនអរគ្នាហើយប្រសិនបើអ៊ំបងពុំមីងពុកម៉ែតាយាយទាំងអស់គ្នាបានដឹងរឿងអ្វីបន្ថែមទៀតពាក់ព័ន្ធទៅនឹងប្រាសាទឬចេតិយមួយនេះសូមជួយ comment ប្រាប់ឲ្យខ្ញុំបានដឹងនៅក្នុងវីដេអូមួយនេះផងនេះគឺជាទស្សនវិជ្ជាដែលខ្ញុំថតនៅខាងលើប្រាសាទនឹងចុះមកក្រោមវិញហើយជុំវិញនឹងគឺសុទ្ធតែដើមឈើទាំងអស់បងប្អូនហើយមើលទៅសម្បីតែទូប្រាសាទនឹងគឺសម្បូរទៅដោយក្បាច់ផ្កាភ្ញីហើយនឹងរូបទេវតាហើយក្នុងចំណោមទ្វារទាំង4នោះគឺមានទ្វារតែមួយទេដែលយើងអាចចូលបានប៉ុន្តែទ្វារបញ្ឆោតទាំង3ទៀតសុទ្ធតែមានកម្មចន្ទើឡើងមកដូចគ្នាដែរទៅថ្ងៃខាងមុខទៀតខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាជាពិសេសគឺអ្នកនៅក្នុងខេត្តស្វាយរៀងនឹងមកទស្សនាហើយចូលរួមផ្សព្វផ្សាយកន្លែងមួយនេះទៅឲ្យបងប្អូនខេត្តផ្សេងទៀតឲ្យបានដឹងនិងមកទស្សនាដូចគ្នាផងដែរហើយក៏នឹងដើម្បីចូលរួមផ្សព្វផ្សាយតំបន់ទេសចរនៅក្នុងខេត្តស្វាយរៀងទៅកាន់បណ្ដាខេត្តផ្សេងទៀតនៅក្នុងប្រទេសកម្ពុជារបស់យើងជាពិសេសសម្រាប់អ្នកដែលចូលចិត្តរករកកន្លែងបែបប្រវត្តិសាស្ត្រដើម្បីឲ្យពួកគាត់មកសិក្សាស្រាវជ្រាវបន្ថែមដើម្បីដឹងពីព័ត៌មានជាច្រើនទៀតពាក់ព័ន្ធទៅនឹងប្រាសាទឬចេតិយមួយនេះផងដែរដូច្នេះហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងចូលរួមផ្សព្វផ្សាយវីដេអូមួយនេះទៅកាន់បងប្អូនផ្សេងទៀតដែលពួកគាត់មិនទាន់បានដឹងឲ្យចូលរួមផ្សព្វផ្សាយនិងមកលេងទស្សនាឲ្យបានគ្រប់គ្នាហើយកាលពីឆ្នាំ 2022 រដ្ឋបាលខេត្តស្វាយរៀងក៏បានអញ្ជើញចុះមកត្រួតពិនិត្យនៅទីតាំងចេតិយប្រាសាទមួយនេះនិងក្រុងដាក់ធ្វើជារមណីយដ្ឋានទេសចរវប្បធម៌បាទតាមឯកសារមួយចំនួនដែលខ្ញុំធ្លាប់បានសិក្សាស្រាវជ្រាវនៅទីទួលមួយនេះកាលពីដើមឡើយគឺមានព្រះសង្ឃគង់នៅដែលមានកុដិនិងសាលាឆាន់ជាដើមក៏ប៉ុន្តែក្រោយមកយើងក៏មិនដឹងថាមានបញ្ហាអ្វីទើបបានជាបាត់សាលាឆាន់និងកុដិទាំងអស់នោះទៅអញ្ចឹងវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងឯងសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាចំពោះការចំណាយពេលវេលាតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បើចូលចិត្តវីដេអូមួយនេះសូមកុំភ្លេចជួយចុច like subscribe និង follow ដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទជាបន្តទៀតសូមអរគុណសូមជម្រាបលា Bye bye See you in the next video Good luck everyone